ថ្ងៃនេះក៏បាននាំកូនមកបងត្រីជាមួយក៏ជាការកំសាន្តនាំកូនមកជាមួយញ៉ាំបាយជាមួយគ្នានៅតាមនៅវាលស្រែពុកម៉ែបងប្អូនបានហើយមកជួយដោះត្រីជួយអីផងដែរចឹងនេះជាសកម្មភាពដែរខ្ញុំនឹងនាំកូនមកនាំគ្រួសារមកតែម្ដងហើយកូនប្រុសហ្នឹងគឺជួយចិត្តញ៉ាំបាយពូតណាពុកម៉ែបងប្អូនអើយនេះត្រីដែលយើងបងទុកមិនទាន់បានដាក់ទេមិនទាន់បានដោះឲ្យរិសាឡៃញ៉ាំបាយមួយប្រកបញ៉ាំប្រកបគ្នាញ៉ាំជាលក្ខណៈគ្រួសារនៅវាលស្រែល្មង3ម៉ោង4អញ្ចឹងវាតិចល្មមបាទតិចល្មមតែថ្ងៃនៅរះខ្ពស់នៅឡើយបាទតិចមានខ្យល់បក់មកល្វិចបាទមានខ្យល់បក់មកល្វិចទៅក៏ចូលតិចស្រួលទាំងចង់ល្ងាទៀតណាពួកម៉ែបងប្អូនចង់ល្ងាចោះទឹកមកតិចខ្លួនប្រានល្ងាបាទកូនរបស់ខ្ញុំកូនប្រុសនឹងគឺញ៉ាំបាយពូតបើយើងលាងដៃសាទៅពូតបាយឲ្យគាត់ញ៉ាំអស់ប្រហែលជា5 6ពូតដែរបាទហើយញ៉ាំជ្រក់អំបិលឆ្ងាញ់បាក់ញ៉ាំមានបាយមានត្រីមានសាច់អីទេគឺពេលនេះគឺដឹងតែឆ្ងាញ់ហ្មងបាទស្អីក៏ញ៉ាំកើតដែរឥឡូវនេះគាត់ញ៉ាំបុកល្ហុងញ៉ាំពុទ្រាជ្រក់អំបិលបាទពុកម៉ែបងប្អូនហើយបាយមកកូនធុងទូចនេះក៏អស់ហើយបាទបាយមកកូនធុងទូចនេះក៏អស់ហើយសកម្មភាពចំណាយពេលមួយក្រុមគ្រួសារលេពេលជួបជុំក្រុមគ្រួសារបបងត្រីជុំគ្នាពេលខ្លះខ្ញុំបានយកកូនទៅជាមួយទេដោយសារតែទឹកច្រើនអញ្ចឹងណាប៉ុន្តែនេះនៅចិត្តផ្ទះហើយអញ្ចឹងយើងអាចយកកូនទៅជាមួយបាននៅចិត្តនឹងហើយកុំឲ្យគាត់អាចមើលនឹងភ្នែកគាត់កុំឲ្យគាត់លេងទឹកអីអញ្ចឹងទៅបាទហើយកូនរបស់ខ្ញុំគាត់អត់អីសោអីទេក្នុងទឹកនឹងដោយសារគាត់ទាំងធំស្ដាប់បានខ្លះហើយអញ្ចឹងយើងនិយាយប្រាប់គាត់ទៅគាត់អសរលេងនៅណាមួយក៏វាល្ងាដែរតែហ៊ានចុះទឹកដឹងថាឡើងមកវិញនឹងបបោមាត់ចាប់ដើមស្វាយហើយនេះគឺជាលទ្ធផលត្រីមិនទាន់ជាលទ្ធផលទេហូបបាយសិនចាំទៅបងទៀតបាទបងដូចជា3 4ស្នាញ់ទេពុកម៉ែបងប្អូនបាទបានគួរសមបើថាដាក់ធុងមកបានលុបបាត់ធុងហើយបានត្រីវាមិនសូវធំទេស្នាញ់2 ហ៊ុនកន្លះហ្នឹងបាទនេះនេះត្រីឆ្ពិនបាទយើងហូបបាយរួចហើយយើងបន្តការបងត្រីរបស់យើងទៀតបងនៅក្រមប្រូលខាងក្រមហ្នឹងគឺបានត្រីឆ្ពិនពុកម៉ែបងប្អូនបាទឆ្ពិនធំដែរបានឆ្ពិនហ្នឹងហើយយកមកបំពងហើយប្រពន្ធខ្ញុំហ្នឹងដឹងតែបងហ្នឹងដឹងតែទៅទៅចាប់ត្រីនៅក្នុងស្រែនឹងកលណាចាំមើលលទ្ធផលចុងក្រោយពុកម៉ែបងប្អូនចាំមើលលទ្ធផលចុងក្រោយដែលខ្ញុំប្រាប់ថាប្រពន្ធរបស់ខ្ញុំនឹងទៅបងទៅនេះត្រីកលណាចាប់ត្រីនៅក្នុងស្រែខាងណាចាំមើលវីដេអូបន្ទាប់ខ្ញុំនឹងរ៉ាយរ៉ាប់បងឲ្យជួយដោះត្រីនេះសុកបាទទៅជាចាប់ត្រីនៅក្នុងវាលស្រែនៅក្នុងថ្លុកស្រែណោះតែត្រីនៅក្នុងថ្លុកស្រែក៏ច្រើនណាស់ដែរពុកម៉ែបងប្អូនបាទច្រើនគួរសមតែចាប់បានស្កេគ្រាន់ដែរពុកម៉ែបងប្អូននឹងហើយកុំភ្លេចជួយ like ជួយ follow page share វីដេអូរបស់ខ្ញុំអ្នកមួយផងពុកម៉ែបងប្អូននឹងអរគុណច្រើនសម្រាប់ការតាមដានការស្រឡាញ់នៅវីដេអូរបស់ខ្ញុំហើយអរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់ទៀតពុកម៉ែបងប្អូនអរគុណច្រើននោះបាត់បន្ទក់មួយវាបន្ទក់មួយដោះពាក្យសិនបងមិនសិនទេ